កុំចង់បានលុយរហូតដល់ថ្នាក់យកកិត្តិយសទៅលក់ហើយខ្ញុំអាសូរទៅដល់ក្មេងៗដែលគាត់ជឿទៅតាមការញុះញង់ជឿទៅតាមការលួងលោមរបស់ម្ចាស់អាជីវកម្មមួយចំនួនប៉ុន្តែវាជាសិទ្ធិសេរីភាពពិតប្រាកដដែលពួកគាត់សម្រេចចិត្តនៅក្នុងការធ្វើប៉ុន្តែអ្វីដែលជាសិទ្ធិរបស់ខ្ញុំនៅក្នុងការណែនាំសិស្សកុំឲ្យទៅចំណាយពេលវេលានៅកន្លែងកំសាន្តខ្លាំងពេកក៏ជាសិទ្ធិរបស់ខ្ញុំបានដែរខ្ញុំមានតួនាទីមួយគឺអប់រំណែនាំគាត់អញ្ចឹងប្រសិនបើម្ចាស់អាជីវកម្មទាំងអស់លោកប្រកាសជាមានគំនិតល្អមានបំណងល្អគួរតែគិតថាកូនគេក៏ដូចកូនយើងដែរប្រសិនបើអត់ចូលរៀនមួយថ្ងៃទៅសំងំទៅកន្លែងកំសាន្តរបស់ខ្លួនហើយផ្ដល់ឱកាសឲ្យពួកគេធ្វើអ្វីគ្រប់យ៉ាងតាមចិត្តបាននោះលោកស្រីដែលជាម្ចាស់អាជីវកម្មក៏ប្រកាសថាមិនសប្បាយចិត្តដូចគ្នាខ្ញុំគិតថាមិនសប្បាយចិត្តទេគឺចង់ឲ្យកូនត្រឹមត្រូវចង់ឲ្យកូនល្អមករៀនគ្រប់ពេលវេលាប្រឡងជាប់មានការងារធ្វើបាទខ្ញុំជឿថាលោកស្រីដែលជាម្ចាស់អាជីវកម្មកន្លែងអញ្ចឹងក៏យល់ដូចខ្ញុំអញ្ចឹងដែរប៉ុន្តែសកម្មភាពដែលធ្វើមកដើម្បីតែប្រាក់ចំណូលអត់ខ្វល់ពីអ្នកដទៃបែបនេះអាចគិតឡើងវិញបានការរស់ស៊ីប្រកបដោយសេចក្តីថ្លៃថ្នូរវាមានតម្លៃជាងលុយដែលទទួលបានតាមរយៈការធ្វើប្រជាពិធផ្សេងក៏ដូចជាបំផ្លាញនៅពេលវេលារៀនសូត្ររបស់ក្មេងខ្ញុំមិនថាហាងណាកន្លែងណាទេហើយបញ្ជូនក្មេងៗឬក៏ណែនាំពួកគាត់ឲ្យមករៀនវិញល្អភាសាជាងបាទវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែកជូនហើយក៏សូមអង្វរដោយទទូចដល់ម្ចាស់កំសាន្តកន្លែងកំសាន្តផ្សេងៗដែលបានធ្វើហើយកន្លងមកឥឡូវសូមបញ្ឈប់ទៅបាទបញ្ឈប់ហើយក៏ជួយណែនាំក្មេងៗនឹងមកវិញមកអនាគតពួកគាត់វិញឆ្ងាយណាស់មិនត្រឹមប៉ុណ្្នឹងទេបានកូនគេកូនយើងដូចតែគ្នាសូមអរគុណ